តាអ្នកដឹងទេថាមេតបដែលដុតកុំតិកតបលោកបី70ម៉ឺននាក់គឺលូស៊ីនបានស្លាប់ដោយសារអ្វីវាមិនមែនស្លាប់ដោយសារមុខដៃសត្រូវឡើយប៉ុន្តែស្លាប់ដោយសារតែម្ចាស់ខ្លួនឯងក្រោយទទួលជោគជ័យដ៏អស្ចារ្យលូស៊ីនត្រូវបានតែងតាំងជាមហាសេនាបតីប៉ុន្តែជោគវាសនាបានប្រែប្រួលនៅពេលលោកចូលទៅពាក់ព័ន្ធនឹងចំនួនដណ្ដើមរាជសម្បត្តិរវាងបុត្រាសុនឈៀនដើម្បីរក្សាភាពយុត្តិធម៌ក្នុងនគរក្នុងរឿងសាមកុក2010សាច់រឿងបង្ហាញថាលូស៊ីនគឺជាមេតបវ័យក្មេងដែលមានបញ្ញាខ្ពស់ហ៊ានតតាំងនឹងមន្ត្រីចាស់ៗនៅក្នុងនគរវគ្គដែលល្បីបំផុតគឺការដុតកុំតិកតបលោកបី70ម៉ឺននាក់នៅអ៊ីលីងប៉ុន្តែរឿងភាគ2010មិនបានបង្ហាញលម្អិតពីការស្លាប់របស់គាត់ឡើយគឺបង្ហាញត្រឹមតែភាពជោគជ័យនិងការការពារនគរប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រពិតលូស៊ីនស្លាប់ក្នុងឆ្នាំ245ក្នុងអាយុ62ឆ្នាំគាត់មិនបានស្លាប់លើសមរភូមិទេប៉ុន្តែស្លាប់ដោយសារចំនួនរវាងរាជវង្សស្ដេចសុនឈៀនបានលងជឿនឹងពាក្យញុះញង់របស់មន្ត្រីអាស្រូវរហូតដល់បញ្ជូនបេសកជនទៅស្ដីបន្ទោសលូស៊ីនឥតឈប់ឈរសូម្បីតែពេលគាត់កំពុងឈឺធ្ងន់ក៏ស្ដេចមិនលើកលែងឲ្យដែរមេតបដែលមានកិត្តិយសខ្ពស់ត្រដែតរូបនេះបានស្លាប់ទាំងក្តីអល់ហឡៃនិងតូចចិត្តបំផុតព្រោះភាពស្មោះត្រង់របស់លោកត្រូវបានគេមើលរំលងតែអ្នកយល់ថាសុនឈៀនធ្វើបែបនេះចំពោះមេតបមានគុណបំណាច់ធំធេងបំផុតគឺជាការសម្រេចចិត្តខុសដែរទេខមមិនជជែកគ្នាកុំភ្លេច like និង share បើអ្នកអាណិតលូស៊ីន